một tiền lấy cả chục con bơi dán buộc cho một con nó chăm sẹo cặp vô bà tăng tao hay bòn trồn hay nhưng mà dừng lối đấy bèm khái cái ăn thôi mà tiền lối đấy đánh cặp mà món năng mà dừng lối tiền bà thành phân biệt mà đáng nó ăn đâu vậy nhưng đầu chứ nhưng đặc biệt mà đáng tiêu cái tay nó thằng mày ai đặc biệt mà đáng tê vô bia nhưng người vô bia chân chân á hay dạ bèm khái với ăn không luôn gì រាប់អានគ្នាចេញបញ្ចិតស្មោះដល់ពេលឃើញទ្រព្យរបស់លួចម៉ូតូយកទៅប្រចាំរួចយកលុយចាយអស់ cho một con họ cho tiền hết ចូលផ្ទះហ្នឹងហ្មងចូលលេងហ្នឹងប្រហែលអ្នកជនបង្កហ្នឹង bay đi bể nữa không ពី3នាក់ chơi trồng không tăng tao con những squat này ហើយអ្នកដែលកាប់ហ្នឹងគឺជាអ្នកជាពាក់លុយគាត់គឺមិន để việc lôi vô một tô cầm trăm យកម៉ូតូគាត់ប្រចាំគាត់មកtiềnលុយដេញកាប់គាត់ទៀតទៀត bà ôi ហៅមក đây còn hai cái chuối này phun ban này phun này chuối យើងមិនឃើញហាក់កាប់តន់ហ្មងអូនណា khơi nhom chuối đinh như này ប្រហែលអ្នកដែរយកកបិតហ្នឹងលេងកាប់គាត់ đi bể nữa កបិតប្រហែលដើមដែរ mà đào ដើមណា chơi trồng mùi ចូលជុំមួយទៀត គាត់អត់ត្រូវរបួសអីទេណា con họ trao con bay bằng ឯកញ្ចក់កង់3ឡើងបែកបាក់ខ្ទេចខ្ទីតែម្ដងពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ដែលជនរងគ្រោះបានមកទាលុយរឿងយកម៉ូតូទៅប្រចាំពួកម៉ាក់ស៊ីដាច់ម៉ូតូពួកម៉ាក់យកទៅប្រចាំរួចក៏មិនអោយខាងជនរងគ្រោះទៅដាក់ពាក្យប្តឹងជនរងគ្រោះក៏យកនៅឃើញថាពួកម៉ាក់មកថ្ងៃនេះបាទមកទាលុយសួររឿងថ្លៃម៉ូតូហ្នឹងថាសងជាប្រចាំខែអាម៉េចហើយបាទមានណាបាទជនបង្កហ្នឹងបានទាញកបិតតាំងតោនឹងឈើឈុំគ្នា2ទៅ3នាក់ធ្វើការស្កាក់វាយកង់3នឹងបរោះខាងលើតែម្ដងប៉ុន្តែចេះលោតចុះពីលើកង់3តន់ហៅឲ្យគេជួយនឹងសមត្ថកិច្ចជួយផងដែរប្រិយម៉ូតូជនបាទ ជ្រុះហើយជ្រុះញាតិទៅណាក៏ឃើញតែសក់និយាយទៅលោកកលៀតណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវែលតែមកតែឃើញប្លែកហ្មងសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដល់មកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងពួកម៉ាក់មានសុករួមសុកមានទុករួមទុកដល់ពេលមានសុកយកម៉ូតូពួកម៉ាក់ទៅប្រចាំរួចមិនឲ្យលុយបែរជាកាក់កាប់ពួកម៉ាក់បន្ថែមទៀតបងប្អូនប្រិយម៉ូតូជនបាទករណីហង្សាមួយបានកើតឡើងដោយពួកម៉ាក់ធ្វើស៊ីម៉ូតូពួកម៉ាក់យកទៅប្រចាំរយៈពេលប្រហែលជា5ខែមុនពេលដែលពួកម៉ាក់មកទាលុយបែរជាកាក់កង់3ពួកម៉ាក់កាប់ផងវាយផងបណ្ដាលបាយកង់3ប៉ុន្តែជនរងគ្រោះបានធ្វើការលោតចេញពីលើកង់3ផ្ទាល់ករណីខាងលើនេះបានកើតឡើងនាយប់បាទថ្ងៃទី14ខែកក្កដាឆ្នាំ2026នេះនៅត្រង់ចំណុចផ្លូវបេតុងព្រែកទាល់ដែលនៅក្នុងសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញផងដែរឥឡូវកម្លាំងសមត្ថកិច្ចបានធ្វើការនាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ2ដើម្បីធ្វើការដាក់ពាក្យបណ្ដឹងចំណាយឲ្យជនសង្ស័យដែលជនបង្កដែលជាពួកម៉ាក់ធ្វើស៊ីពួកម៉ាក់ហ្នឹងបានរត់គេខ្លួនបាត់ស្មៅតែម្ដងប្រិយម៉ូតូជនបាទអូនហ្នឹងបងមកទាលុយមែនបងខ្ញុំនឹងមកយើងលុយខ្ញុំគាត់ថាម៉េចលុយខ្ញុំបាទវា5ខែសន្យាខ្ញុំថាឲ្យខ្ញុំបានឲ្យខ្ញុំមកកាំផ្សេងទេអូឲ្យមកកាំផ្សេងទេរឿងអីគេដែរបងមកទាលុយខ្ញុំចូលទៅទិញអីស៊ីហើយយកត្រង់យកទៅដាក់ថ្ងៃយល់ទេបាទយកទៅដាក់ហើយដាក់ថ្ងៃហ្នឹងស្អែកឡើងខ្ញុំក៏ដាក់ពាក្យបណ្ដឹងខ្ញុំមកលេងចាស់វាយល់អត់បាទមកលេងចាស់វាក៏ខ្ចីម្ដងថាទៅទិញអីញ៉ាំសិនបាទទៅទៅបាត់រហូតខ្ញុំម្ដងយកទៅប្រចាំហ្មងដល់ស្អែកឡើងខ្ញុំដាក់ពាក្យបណ្ដឹងវាក៏ឲ្យខ្ញុំដកពាក្យបណ្ដឹងវិញទៅបាទវាសនជាហាយវិញណាបាទបងហើយថ្ងៃហ្នឹងមកស្ទាក់មកកាប់បងឯងហ្មងបាទហើយខ្ញុំមិននិយាយលុយទេ5ខែវាទៅបានសនខ្ញុំ មកtiềnលុយដែរដេញកាប់ហ្មង មិនហ្នឹងមកយើងលុយទៀងក្បត់ឲ្យទៀង phân biệt mà đáng nó ăn đâu vậy ខ្ញុំដករួចហើយខ្ញុំក៏យកវាតែតាមទូរស័ព្ទខ្ញុំថាអាណិតវាខ្ញុំពាក្យ5ដងណាពេលហ្នឹងខ្ញុំអត់តបានដាក់ទេបងយល់អត់ក៏រៀបថាដាក់ពាក្យបណ្ដឹងទេវាក៏តែមិនថាម៉េចឲ្យដាក់ពាក្យបណ្ដឹងទេយកវាយើងក៏យល់វាចឹងណាហើយរយៈពេល5ខែមិនបានសងលុយខ្ញុំទេ chân một con nó còn nẹt squat này chân một con nó ប្រចាំយកម៉ូតូគាត់ប្រចាំ ហ្នឹងហើយ ដល់ពេលគាត់មកទាលុយថ្លៃប្រចាំម៉ូតូប្រចាំអីចឹងណាដល់ពេលគាត់មកទាលុយcả chục con bayចឹងពួកជនមកកហ្នឹងចាំស្ទាក់កាប់យកបាតាំងតោឲ្យលបងឆង ជួយក្បត់តាំងតលបងជ្រុំទៀត បាទកាប់គាត់កង់3ខ្ទៃគាត់អត់ហៅគេជួយហៅកន្លែងគណៈរាជរហ្នឹងគាត់ហៅគេជួយចឹងហីបានខ្ញុំពីអ្នកបងសាយពលមិនឃើញមកគាត់ខ្ញុំជួយជីមកគាត់រត់ជនមកកគាត់ចូលទេចូលផ្ទះហ្នឹងហ្មងចូលលេងហ្នឹងប្រហែលអ្នកជនបង្កហ្នឹង3 2 3នាក់បង 2 3នាក់ chơi trồngហ្នឹងតាំងតោ អញ្ចឹងដើមហេតុដំបូងចេញមកពីគាត់មកទាលុយគេទេ បាទពុកម៉ាក់គាត់អ្នកស្គាល់គ្នា ហើយអ្នកដែលកាប់ហ្នឹងគឺជាអ្នកជាពាក់លុយគាត់គឺមិន អ្នកជាពាក្យលុយយកម៉ូតូគាត់ប្រចាំ យកម៉ូតូគាត់ប្រចាំគាត់មកទាលុយដេញកាប់គាត់ទៀតទៀត បាទបាទអូយ ហៅមក ហើយគាត់រត់ហៅគេជួយអ្នកភូមិបានអ្នកភូមិអីជួយ យើងមិនឃើញហាក់កាប់តន់ហ្មងអូនណា ឃើញខ្ញុំជួយដេញហ្នឹង ប្រហែលអ្នកដែរយកកបិតហ្នឹងលេងកាប់គាត់ 2 3នាក់បង កបិតប្រហែលដើមដែរ មកដើម ដើមណា chơi trồngមួយ ជួយជុំមួយទៀត គាត់អត់ត្រូវរបួសអីទេណា គាត់រត់ចោលកង់3បង អញ្ចឹងកាប់តកង់3ទេ កង់3គាត់ទៅយក3ចောက်ទៅចឹង ហៅពួកម៉ាក់ជាសម្លាញ់នឹងគ្នាបាទស្មើនឹងជីវិតហ្នឹងមកហូបអីនៅផ្ទះបាយជាធ្វើស៊ីធ្វើជាខ្ចីម៉ូតូរបស់ពួកម៉ាក់យកទៅប្រចាំរយៈពេលប្រហែលជា5ខែមុនបងប្អូនបាទប៉ុន្តែពួកម៉ាក់ហ្នឹងថាសួរម៉ូតូតាណាបាទម៉ូតូយកទៅប្រចាំបាត់ហើយពួកម៉ាក់នេះបាទជនរងគ្រោះរកដាក់ពាក្យបណ្ដឹងប៉ុន្តែយល់មុខតែពួកម៉ាក់ទៅដាក់ពាក្យបណ្ដឹងវិញទេហើយក៏ជនសង្ស័យធ្វើការ
សុំសងជាខែបងប្អូនមកសុំសងជាខែទៅក៏រយៈពេល5ខែហ្នឹងជនរងគ្រោះអត់មានទទួលបានលុយថ្លៃសំណងដែលថ្លៃម៉ូតូនិច25ដែលពួកម៉ាក់លួចយកទៅប្រចាំហ្នឹងមកកាក់មកសេណាទេបងប្អូនទៅជនរងគ្រោះដាច់ចិត្តជីកង់3មកដល់ផ្ទះជួលហ្នឹងដើម្បីធ្វើការរកទាលុយសួរលុយកាក់រឿងថ្លៃជាពាក់ថាសន្យាឲ្យរឿងលួចម៉ូតូយកទៅប្រចាំនឹងបងប្អូនអញ្ចឹងទៅក៏មានរឿងនឹងកើតឡើងតែម្ដងទៅឥឡូវនេះកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនទៅហើយបងប្អូនបាទឆ្លាញ់គ្នាចេញពីចិត្តជាពួកម៉ាក់ជាខ្លោមរាក់ខ្លោអញ្ចឹងទៅបងប្អូនកុំធ្វើទាំងវើមើលឃើញតែទ្រព្យរបស់គេចេះបងប្អូនប្រិមត្តជនឥឡូវទុកឲ្យកម្លាំងសមត្ថកិច្ចគាត់ធ្វើការសួរនាំជនរងគ្រោះដាក់ពាក្យបណ្ដឹងនិងធ្វើការស្រាវជ្រាវរកជនសង្ស័យផងដែរបងប្អូនគួរតែមានកៅអីយិនសិនយ៉ាងធៀបទុកក្នុងផ្ទះព្រួយអាចជួយបងប្អូនបានបងប្អូនដែលមានអាការៈដូចជាចុកដៃចុកជើងចុកចង្កេះចុកឆ្អឹងខ្នងឈឺក្បាលវិលមុខបងប្អូនខ្ញុំសូមណែនាំបងប្អូនឲ្យប្រើជាមួយនឹងកៅអីយិនសិនយ៉ាងធៀបបងប្អូនអាចរកទិញបានគ្រប់ដេប៉ូតំណាងចែកចាយរបស់ក្រុមហ៊ុនកៅអីយិនសិនយ៉ាងធៀបបានទូទាំងប្រទេស